លុះលឺផ្គរលាន់សពទិសាលុះលឺផ្គរលាន់ចាប់តាំងពីភ្លើងសង្គ្រាមកើតផ្ទុះឡើងនៅដើមសតវត្សទី20រហូតមកដល់ដើមសតវត្សទី21អស់រយៈពេលជិត100ឆ្នាំកន្លងផុតទៅពិភពលោកយើងទាំងមូលត្រូវបានឆ្លងកាត់សេចក្តីវិនាសមហន្តរាយជាច្រើនលើកច្រើនសាររាប់មិនអស់មូលហេតុចម្បងដែលនាំឲ្យសង្គមជាតិទូទាំងពិភពលោកជួបប្រទះនៅសេចក្តីវិនាសមហន្តរាយនោះគឺមកអំពីទី1សង្គ្រាមជាមួយនឹងអាវុធទំនើបសម្រាប់ប្រឡាយលោកគឺមីស៊ីលនិងគ្រាប់បែកនុយក្លេអ៊ែរទី2គឺគ្រោះធម្មជាតិមានដូចជាទឹកជំនន់ភាពរាំងស្ងួតធាតុអាកាសប្រែប្រួលក្តៅជ្រុលត្រជាក់ជ្រុលរញ្ជួយផែនដីលើគោករញ្ជួយផែនដីក្រោមបាតសមុទ្រជាដើមទី3គឺជំងឺគ្រប់ប្រភេទជំងឺអេដជំងឺថ្លើមជំងឺគ្រុនបាក់សីជំងឺមហារីកជំងឺទឹកនោមផ្អែមលើសឈាមលាក់នឹងលាក់ដូចជាសុភាសិតបុរាណដែលលោកផ្ដាំកូនចៅជំនាន់ក្រោយឲ្យប្រុងប្រយ័ត្នខ្លួនគឺកាន់សិល5ចាំសិល8ក្រែងឆ្លងវាល3អន្លង4ផុតសេចក្តីវិនាសមហន្តរាយទាំង3ប្រភេទខាងលើនេះឯងគឺសពទិសាដែលជាសញ្ញាប្រាប់ទៅពួកអ្នកមានជំនឿសាសនាជ្រុលនិយមថាពេលវេលាខិតជិតចូលមកដល់ហើយត្រូវត្រៀមលក្ខណៈរងចាំទទួលព្រះអាទិទេពអ្នកមានបុណ្យរបស់ពួកគេត្រូវចេញមកលើកសាសនានៅពេលខាងមុខលាក់ប្រានសំងំចាំសាសនាពួកខ្លាញីគេនៅរងចាំការវិលត្រឡប់មកវិញនៅព្រះជាម្ចាស់របស់ពួកគេដូចជាបើអ្នកជឿលើព្រះពុទ្ធសាសនាតាមផ្លូវបារមីតាមបែបមហាយានគេរងចាំព្រះសិអាមេត្រីមកជាតួអង្គអ្នកមានបុណ្យចេញលើកសាសនារបស់ព្រះពុទ្ធព្រះបរមគ្រូទី4និងជាអ្នកជឿលើបារមីយកព្រះពុទ្ធសាសនាជាខែលដែលជាមេឃធាងរបស់ព្រះពុទ្ធសាសនាបែបមហាយានគឺលទ្ធិព្រាហ្មណ៍ដែលតួស្នងអ្នកសន្ធិដ្ឋរូបច្រើនតែតាំងខ្លួនជាតួអង្គអ្នកមានបុណ្យឬក៏ជាតួអង្គព្រះសិអាមេត្រីឬក៏ជាតួអង្គព្រះអាទិទេពអង្គណាមួយនៃលទ្ធិព្រាហ្មណ៍ចំណែកសាសនាធំៗ3ទៀតគឺគ្រិស្តសាសនាមូស្លីមនិងសាសនាស៊ុយដាអ៊ីសត្រូវមានមេឃធាងជាសាខាផ្សេងៗដែលគេរាប់ចូលជាជំនឿសាសនាជ្រុលនិយមពួកគេរងចាំការត្រឡប់មកលើផែនដីវិញរបស់ព្រះអាទិទេពដូចជាព្រះយេស៊ូវព្រះមហាថ្មត្តព្រះអាទិទេពដាវីតត្រឡប់ចុះមកចាប់កំណើតលើផែនដីវិញដើម្បីជួយពួកគេឲ្យបានឡើងទៅឋានសួគ៌ទាំងរស់មានន័យថាសំងំចាំសាសនាខ្លាញីរកស៊ីដោយសំសានខ្លាបើតាមជំនឿរបស់ព្រះពុទ្ធសាសនាគេយករូបខ្លាតំណាងឲ្យព្រះសិអាមេត្រីឬរូបគោតំណាងឲ្យព្រះពុទ្ធសមណគោតមជាព្រះពុទ្ធបរមគ្រូទី4ដូច្នេះខ្លាចាស់បុរាណលោកលើកយកមកតំណាងឲ្យជំនឿសាសនាពាក្យថាញីស្មើនឹងពាក្យថាឆ្វេងដែលតំណាងឲ្យសភាវៈអាក្រក់ដូចជាពាក្យថាបែកឆ្វេងបែកអារម្មណ៍លំអៀងជ្រុលនិយមចំណែកខ្លាញីវិញចាស់បុរាណលោកលើកយកមកតំណាងឲ្យអ្នកប្រកាន់យកទ្រឹស្ដីដែលមានលក្ខណៈជ្រុលនិយមក្នុងជំនឿសាសនាជាពិសេសពាក្យខ្លាញីសំដៅទៅលើពួកភេរវកម្មអាល់កៃដាដែលជាមេឃធាងរបស់សាសនាអ៊ីស្លាមគឺជាពួកដែលមានជំនឿសាសនាជ្រុលនិយមចាប់តាំងពីភ្លើងសង្គ្រាមបានផ្ទុះកើតឡើងនាដើមសតវត្សទី20ពីឆ្នាំ1914រហូតដល់ទសវត្សរ៍ឆ្នាំ2000ពួកខ្លាញីមិនដែលមានប្រតិកម្មអ្វីទាំងអស់ក្នុងចំនួនដណ្ដើមរាជគ្នារវាងរាជវង្សានុវង្សរបស់ស្ដេចឬក៏ចំនួនក្នុងការវាយទីឬក៏ចំនួនរវាងមនោគមវិជ្ជាទាំង3គឺរាជានិយមសាធារណរដ្ឋសេរីនិងកុម្មុយនីសឬក៏សង្គ្រាមត្រជាក់រវាងពួកមហាអំណាចប្លុកពួកសេរីជាមួយនឹងមហាអំណាចប្លុកពួកកុម្មុយនីសពួកគេគិតតែពីរកស៊ីចិញ្ចឹមជីវិតនិងរក្សាការពារជំនឿសាសនារបស់គេដោយមិនខ្វល់អំពីរឿងចំនួនដែលកើតមានឡើងនៅលើពិភពលោកយើងនេះទាំងអស់មានន័យថារកស៊ីដោយសំសាន